ថ្ងៃនេះគឺខេត្តកែបរបស់យើងមានព្រឹត្តិការណ៍ដ៏ធំមួយទៀតគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រហើយក៏មិនដែលមានសម្រាប់ខេត្តកែបគឺជាការព្រឹត្តិការណ៍កីឡារត់កីឡាពាក់កណ្ដាលម៉ារ៉ាតុងដែលបានប្រព្រឹត្តឡើងក្រោមប្រព័ន្ធភាពដ៏ខ្ពង់ខ្ពស់អាយដាមអភិសិទ្ធិបណ្ឌិតសសុខានិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃហើយមានវត្តមានកីឡាករកីឡាការិនីជាតិអន្តរជាតិជាង 2000 នាក់ហើយដែលបានអញ្ជើញមកពីជាង 20 ប្រទេសដែលបានមកចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡារត់ពាក់កណ្ដាលម៉ារ៉ាតុងដែលធ្វើឲ្យខេត្តកែបយើងមានភាពល្បីរន្ទឺសរសៃហើយព្រឹត្តិការណ៍កីឡារត់ពាក់កណ្ដាលម៉ារ៉ាតុងនេះគឺថាសំខាន់គឺគោលបំណង3ទី1គឺដើម្បីការងារមនុស្សធម៌ដែលត្រូវបានប្រមាណប្រមូលថវិកាផ្ដល់ជូនដល់មន្ទីរពេទ្យគុណចាវិភាផ្ដល់ជូនទៅដល់កម្មាភិព្រាផ្ដល់ជូនទៅដល់សហគមន៍កីឡាជនពិការសប្បុរសធម៌ជាច្រើនទៀតទី2គឺក្នុងគោលបំណងដើម្បីបញ្ជ្រាបទៅដល់យុវជនយើងកុំឲ្យប្រើប្រាស់គ្រឿងញៀនឲ្យនាំគ្នាមកលេងកីឡាបាទដែលធ្វើឲ្យសុខភាពល្អក្នុងនេះគឺយើងឃើញថាបងប្អូនកីឡាករកីឡាការិនីដែលអញ្ជើញមកខេត្តកែបមានគ្រប់វ័យទាំងអស់បាទហើយទី3គឺចង់បង្ហាញអំពីសក្តានុពលទេសចររបស់ព្រះរាជាណាចក្រកម្ពុជាទៅដល់មជ្ឈដ្ឋានខាងក្រៅទាំងថ្នាក់ជាតិទាំងអន្តរជាតិដោយសារខេត្តកែបយើងគឺជាខេត្តមួយក្នុងគោលដៅទេសចរដ៏រ៉ារ៉េះមានទិសនិដីដែលមានធនធានធម្មជាតិសម្បូរបែបហើយហេដ្ឋារចនាសម្ព័ន្ធតាមដងផ្លូវគឺបង្កលក្ខណៈងាយស្រួលដល់កីឡាករកីឡាការិនីយើងរត់បាទឬក៏ដើរកម្សាន្តដែលបង្ហាញអំពីកិច្ចអភិវឌ្ឍនិងកត្តាសន្តិភាពរបស់ព្រះរាជាកម្ពុជាចឹងយើងឃើញថាថ្ងៃនេះបងប្អូនបាទដែលជាកីឡាករកីឡាការិនីគ្រប់ទិសទីជាង 2000 នាក់បានមកចូលរួមព្រឹត្តិការណ៍នេះដោយសប្បាយរីកហើយរលូនទទួលបាននូវជោគជ័យនិងមានការកោតសរសើរយ៉ាងខ្លាំងពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិសេសអាយដាមអភិសិទ្ធិបណ្ឌិតសសុខាបាទដែលលោកបានចូលរួមលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំឲ្យមានគេហៅថាផ្សព្វផ្សាយអ្វីដែលហៅថាពាក់ព័ន្ធនឹងសក្តានុពលខេត្តនីមួយៗពិសេសគឺសក្តានុពលវិស័យទេសចរតែម្ដងបាទពីព្រោះការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងនេះមិនមែនតែកិច្ចការងារសុខភាពតែមួយប៉ុណ្ណោះទេគឺចង់បង្ហាញអំពីអ្វីដែលសក្តានុពលទេសចរនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងមានជូនទៅដល់មជ្ឈដ្ឋានខាងក្នុងនិងខាងក្រៅផងដែរបាទសូមអរគុណ